ការវិវត្តសំខាន់នៅក្នុងសង្គ្រាមកំពុងតែបន្តនៅមជ្ឈមបូព៌ានាថ្ងៃទី17 ខែមីនាជាបឋមខ្ញុំបាទពុំសិង្ហហេងសូមគ្រប់សម្ដេចឯកឧត្តមលោកជំទាវលោកស្រីនាងកញ្ញានិងប្រិយមិត្តដែលបានតាមដានទស្សនាពីការចុះផ្សាយរបស់ Page Win News TikTok Win News និង YouTube Win News ថ្ងៃនេះផងដែរខ្ញុំមានកិត្តិយសសូមធ្វើការអត្ថាធិប្បាយអំពីការវិវត្តសំខាន់នៅក្នុងសង្គ្រាមដែលកំពុងបន្តនៅមជ្ឈមបូព៌ាជាកន្លែងដែលការប្រយុទ្ធគ្នារវាងសហរដ្ឋអាមេរិកអ៊ីស្រាអែលនិងអ៊ីរ៉ង់បានកាន់ឡើងកាន់តែខ្លាំងដោយឈានដល់សប្តាហ៍ទី3របស់ខ្លួនហើយកាលពីព្រឹកថ្ងៃទី17 ខែមីនាអ៊ីស្រាអែលបានបើកការវាយប្រហារតាមផ្លូវអាកាសជាថ្មីលើរដ្ឋធានីតេហេរ៉ង់របស់អ៊ីរ៉ង់ក៏ដូចជាតំបន់អាន់ត្រាហ្គាជាច្រើនក្នុងប្រទេសលីបង់រួមទាំងទីក្រុងបេរុតផងដែរក្នុងពេលជាមួយគ្នានោះការវាយប្រហារដោយមីស៊ីលនិងយន្តហោះគ្មានមនុស្សបើកត្រូវបានរាយការណ៍ពីពេញតំបន់ជើងសមុទ្រដោយប្រទេសមួយចំនួនដូចជាអារ៉ាប់រួមកាតានិងអារ៉ាប៊ីសាអូឌីតបានធ្វើសកម្មភាពការពារដែនអាកាសដើម្បីស្ទាក់ចាប់ការគំរាមកំហែងដែលចូលមកយ៉ាងណាមិញស្ថានភាពនៅអ៊ីរ៉ាក់កាន់តែអាក្រក់ទៅហើយរបាយការណ៍បានបញ្ជាក់ថាយន្តហោះគ្មានមនុស្សបើកនិងគ្រាប់រ៉ុកែតបានកំណត់គោលដៅលើស្ថានទូតសហរដ្ឋអាមេរិកនៅទីក្រុងបាដាតដែលជាការកំណត់សម្គាល់ការវាយប្រហារដ៏ខ្លាំងក្លាបំផុតមួយនៅក្នុងប្រទេសចាប់តាំងពីសង្គ្រាមបានចាប់ផ្ដើមជនរងគ្រោះជាច្រើនអ្នកត្រូវបានរាយការណ៍ហើយឧបទ្ទវហេតុនេះបានបង្ហាញពីរបៀបដែលចំនួនកំពុងតែរីករាលដាលពីពេញប្រទេសជាច្រើនការវិវត្តដ៏សំខាន់បំផុតមួយគឺវិបត្តិដែលកំពុងបន្តនៅច្រកសមុទ្រ Hormuz ដែលជាផ្លូវដឹកជញ្ជូនប្រេងដ៏សំខាន់បំផុតនៅក្នុងពិភពលោកក្រៅពីនោះអ៊ីរ៉ង់នៅតែរឹតបន្តឹងការចូលទៅកាន់ច្រកសមុទ្រប្រកបដោយប្រសិទ្ធភាពដោយរំខានដល់ការផ្គត់ផ្គង់ប្រេងអន្តរជាតិនិងបណ្ដាលឲ្យតម្លៃប្រេងកាន់តែកើនឡើងទូទាំងពិភពលោកបើយោងតាមរបាយការណ៍ថ្មីនេះការរំខាននេះបានកាត់បន្ថយការនាំប្រេងយ៉ាងសំខាន់រួចមកហើយនិងបង្កឲ្យមានការព្រួយបារម្ភអំពីសេដ្ឋកិច្ចពិភពលោកផងដែរដោយប្រទេសនានាបានបញ្ចេញទុនបម្រុងសង្គ្រោះបន្ទាន់ដើម្បីរក្សាស្ថិរភាពទីផ្សារទន្ទឹមនឹងនោះប្រតិបត្តិការយោធាកំពុងមានភាពខ្លាំងក្លាដោយកងកម្លាំងសហរដ្ឋអាមេរិកនិងអ៊ីស្រាអែលបានធ្វើការវាយប្រហារទ្រង់ទ្រាយធំលើហេដ្ឋារចនាសម្ព័ន្ធរបស់អ៊ីរ៉ង់ដោយយោងតាមសេចក្តីរាយការណ៍ប្រទេសទាំងពីរនេះបានវាយប្រហាររាប់ពាន់គោលដៅនិងធ្វើឲ្យសមត្ថភាពមីស៊ីលរបស់អ៊ីរ៉ង់ចុះខ្សោយបើទោះបីជាយ៉ាងនេះក៏ដោយអ៊ីរ៉ង់នៅតែបន្តសងសឹកការវាយប្រហារដោយមីស៊ីលនិងយន្តហោះគ្មានមនុស្សបើកបានវាយប្រហារមិនត្រឹមតែអ៊ីស្រាអែលប៉ុណ្ណោះទេថែមទាំងទីតាំងរបស់សហរដ្ឋអាមេរិកនិងតំបន់ស៊ីវិលនៅទូទាំងឈូងសមុទ្រដែលបង្កើនការភ័យខ្លាចនៃសង្គ្រាមក្នុងតំបន់កាន់តែទូលំទូលាយផងដែរគូបញ្ជាក់ផងដែរថានៅថ្ងៃទី17 ខែមីនានេះអ៊ីស្រាអែលបានបើកការវិលុកចូលទឹកដីលីបង់ភាគខាងត្បូងដោយផ្ដោតលើកងកម្លាំងហេបូឡានេះជាការកើនឡើងគួរឲ្យកត់សម្គាល់និងបង្កើនការព្រួយបារម្ភអំពីសង្គ្រាមដែលអស់បន្លាយនិងកាន់តែបំផ្លាញពិភពលោកផងដែរអ្នកស្លាប់និងរបួសនៅតែបន្តកើនឡើងពីពេញតំបន់មនុស្សរាប់រយនាក់ត្រូវបានស្លាប់រួមទាំងជនស៊ីវិលនិងបុគ្គលិកយោធាហើយរាប់ពាន់នាក់ផ្សេងទៀតបានរងរបួសទីក្រុងដូចជាឌូបៃនិងបាដាតបានជួបប្រទះការរំខានរួមទាំងអគ្គិភ័យនិងការផ្ទុះជាពិសេសការបិទហេដ្ឋារចនាសម្ព័ន្ធជាបណ្ដោះអាសន្នផងដែរអន្តរជាតិមានភាពតានតឹងក៏កំពុងកើនឡើងសហរដ្ឋអាមេរិកបានអំពាវនាវដល់សម្ព័ន្ធមិត្តរួមទាំងប្រទេស NATO ឲ្យគាំទ្រកិច្ចខិតខំប្រឹងប្រែងដើម្បីធានាបាននូវច្រកសមុទ្រ Hormuz បើទោះជាយ៉ាងណាក៏ដោយប្រទេសមួយចំនួនបានបដិសេធមិនចូលរួមក្នុងការប្រតិបត្តិការយោធាជំនួសមកវិញដោយអំពាវនាវឲ្យមានដំណោះស្រាយការទូតនៅពេលដែលសង្គ្រាមនៅតែបន្តអ្នកជំនាញបានប្រមានថាចំនួនអាចអស់បន្លាយជាច្រើនសប្តាហ៍ទៅទៀតឬយូរជាងនេះជាមួយនឹងសក្តានុពលក្នុងការពង្រីកបន្ថែមនិងប៉ះពាល់ដល់សន្តិសុខនិងសេដ្ឋកិច្ចពិភពលោកចំពោះនៅពេលនេះស្ថានភាពនៅតែមិនស្ថិតស្ថេរខ្លាំងដោយមានការវាយប្រហារជាបន្តបន្ទាប់ការកើនឡើងចំនួនអ្នកស្លាប់និងគ្មានផ្លូវច្បាស់លាស់ឆ្ពោះទៅរកសន្តិភាពផងដែរសារព័ត៌មាន Win News នឹងបន្តតាមដានការវិវត្តស្ថានភាពនិងនាំមកជូនលោកអ្នកនូវការអាប់ដេតចុងក្រោយបំផុតដែលលាតត្រដាងជាចុងក្រោយខ្ញុំបាទពុំសិង្ហហេងសូមគោរពថ្លែងអំណរគុណចំពោះសម្ដេចឯកឧត្តមលោកជំទាវលោកស្រីអ្នកនាងកញ្ញាដែលបានតាមដានស្ដាប់និងទស្សនាតាំងពីដើមរហូតដល់ចប់ខ្ញុំបាទសូមអរគុណ